សម្រាប់ប៊ូតុងដំបូងនេះគឺប៊ូតុងបិទបើកអញ្ចឹងយើងចុចមួយបិទចុចមួយបើកតែម្ដងវាជាប្រភេទ LCD touch screen ងាយស្រួលប្រើហើយសម្រាប់ប៊ូតុងទី2គឺដាំទឹកពុះពេលដែលយើងចុចហើយវាលោតពាក្យ100អង្សាហ្នឹងបន្ទាប់មកវាមានភ្លើងមួយលោតនៅជាមួយយើងហ្នឹងគឺចាប់ផ្ដើមដំណើរការមកគេដាំទឹកពុះហ្នឹងហើយលោត29នេះដោយសារទឹកឥឡូវនៅ29អង្សាអញ្ចឹងវាលោតនៅ29ហ្នឹងឯងមុខងារខាងក្រោមនេះគឺមុខងារកំណត់ឲ្យនៅសីតុណ្ហភាពទឹកថេរឥឡូវយើងចុចវាមួយទៅវាលោតពាក្យថា keep warm បានថាវានឹងរក្សាកម្ដៅថេរនៅសីតុណ្ហភាពដែលយើងបានកំណត់ឥឡូវយើងអាចកំណត់រហូតទៅដល់95អង្សាចុះមកដល់ត្រឹម40អង្សាអញ្ចឹងទាបបំផុត40បន្ទាប់ពីកំណត់ហើយយើងចង់ឲ្យដាំទឹកពុះក៏បានយើងក៏ចុចមួយវានឹងដាំទឹកពុះវានឹងលុតពាក្យ heat ហ្នឹងនឹងដាំទឹកទៅតែម្ដងហើយសម្រាប់មុខនេះគឺយើងចុចច្រើនទេចុចតែម្ដងហើយវាលុតអូតូទៅខ្លួនឯងហើយនេះគឺពាក្យកន្លែងចាក់សោបែរថាយើងចាក់សោវាទុកក៏មកអូនគាត់មកប៉ះនៅមុខងារណាមួយអញ្ចឹងចុចដល់ហ្នឹងគាត់ប៉ះកន្លែងចាក់ទឹកអីចឹងទៅហើយតែចុចមួយចុច LOC ហ្នឹងគឺ lock មកពីចាក់សោយើងប៉ះអីក៏វាអត់ទៅដែរហើយយើងដោះវិញគឺពាក្យកំពង់មួយហ្នឹងគឺដោះហើយយើងអាចកំណត់5នាទីឲ្យវាលុតចាក់ទឹកខ្លួនឯងពេលដែលអស់នាទីហ្នឹងគឺវាបិទតែម្ដងហើយបន្ទាប់មកយើងចុចមួយទៀតយើងចង់កំណត់ប៉ុន្មាននាទីក៏បានដែរមាន5 10 15 20 30ជាងនាទីអញ្ចឹងហើយឥឡូវយើងដាក់ទៅ20នាទីហើយបើសិនជាគិតថាសុកចង់ដូរចិត្តចង់បិទចុចបិទតែម្ដងក៏បាន